បងប្អូនវិជាពរដ្ឋតើបងប្អូនស្អប់សៀមប្រមាណភាគរយខ្ញុំទិញអាវបងគាត់ជាមេកានៅក្នុងធ្វើការជាមួយខ្ញុំអ្នកទៅរួមការងារជាមួយគ្នាខ្ញុំទិញអាវគាត់ព្រោះឃើញអាវសៀមទិញយកទៅដុតចោលបាទទិញឲ្យគាត់ 20000 តែទិញឲ្យអាវគាត់មួយទៀតនិយាយមិនណាមិនដឹងកូនប្រុសដើមទុង5ហាត់ឲ្យអាវគាត់វរៈកងតបខ្មែរជួមុខបាទប៉ុន្តែគាត់អត់យកលុយទេគាត់ឲ្យអាវគាត់មួយហើយគាត់ថាអត់បាច់ឲ្យលុយទេអញ្ចឹងហើយគាត់អញ្ចឹងបានន័យថាគាត់ក៏ស្រឡាញ់ក៏គាត់ពលីជប់ប្រើរបស់សៀមដូចគ្នាអញ្ចឹងបងប្អូនរួមគ្នាជប់ប្រើរបស់សៀមដែរអត់បងប្អូនយល់យ៉ាងម៉េចដែរបងប្អូនឬក៏មិនឬក៏នៅប្រើហេតុអ្វីបានជាអ្នកធំបើកឲ្យផលិតផលសៀមចេះតែចូលក្នុងស្រុកអញ្ចឹងណាអញ្ចឹងបងប្អូនយល់យ៉ាងណាដែរបងប្អូនដែលខ្ញុំពលីជប់មិនចង់ឲ្យប្រើរបស់សៀមនេះតើខ្ញុំពលីចេះល្អដែរអត់បងប្អូនជួយពិចារណាមើលណានឹងត្រូវតែរួមសាមគ្គីគ្នាចង្កេះមួយគេកាច់បាក់ណាបងប្អូនចង្កេះមិនបាច់កុំគេកាច់មិនបាក់ទេបងប្អូនធ្វើកុំឲ្យអន់ជាកណ្ដៀ